ផុសយ៉ាងម៉េចទើបឲ្យមានអ្នកមើលកាន់តែច្រើនបងប្អូនចេះតាមអាក្បាច់នេះហាវីដេអូយើងផុសទៅមានអ្នកមើលធម្មតាទេប៉ុន្តែបើយើងដឹងពីចំណុចនេះមួយ Facebook នឹងជំរុញវីដេអូរបស់យើងក៏ដូចជារូបភាពរបស់យើងឲ្យមានអ្នកមើលកាន់តែច្រើនបន្ថែមទៀតគឺវាគុណហ្មងបងប្អូនបាទអញ្ចឹងបងប្អូនមើលវីដេអូនេះឲ្យចប់ខ្ញុំនឹងប្រាប់ក្បាច់ពិសេសហ្នឹងអូខេហើយបើសិនជាបងប្អូនគិតថាវីដេអូមួយនេះចំណេញកុំភ្លេច share ម្នាក់មួយផងតោះឥឡូវនេះយើងមកធ្វើពីរបៀបធ្វើយ៉ាងណាឲ្យ Facebook យើងហ្នឹងមានអ្នកមើលកាន់តែច្រើនបន្ថែមទៀតព្រោះអាហ្នឹងគឺ Facebook គេប្រាប់យើងបងប្អូនបាទប្រាប់យើងជារៀងរាល់អាទិត្យឥឡូវយើងចូលមើលទាំងអស់គ្នាយើងចូលកន្លែង QQ នេះមកអូខេបន្ទាប់មកបងប្អូនចុចទៅលើអាកន្លែងនេះកន្លែងសញ្ញា tick ពណ៌បៃតងនេះសញ្ញាគ្រីសហ្នឹងណាបងប្អូនចុចលើនឹងមួយមកបន្ទាប់មកទៀតបងប្អូនចុចលើពី update អូខេអញ្ចឹងបងប្អូនមើលខាងក្រោមគេនេះ try posting more real this week ចឹងគេឲ្យយើងនឹងព្យាយាមបង្ហោះវីដេអូខ្លីនៅក្នុងអាទិត្យនេះឥឡូវយើងចុចមើលលក្ខខណ្ឌគេនឹងយ៉ាងម៉េចបាទនេះបងប្អូនបាទដោយសារតែ account Facebook របស់ខ្ញុំហ្នឹងខ្ញុំបង្ហោះ reel វាផ្ទុះជាងរូបភាពបាទបង្ហោះវីដេអូ reel វីដេអូខ្លីៗហ្នឹងផ្ទុះជាងរូបភាពអញ្ចឹងទៅ Facebook គេបានប្រាប់យើងនេះថាឲ្យយើងហ្នឹងព្យាយាមផុសវីដេអូខ្លីនៅក្នុងអាទិត្យនេះនោះ Facebook របស់យើងនឹងមាននោះអាវីដេអូ reel របស់យើងហ្នឹងនឹងមាន view កាន់តែច្រើនរហូតដល់ 296% ឯណោះអញ្ចឹងបានន័យថាបើយើងបង្ហោះ reel នៅក្នុងអាទិត្យនេះគឺ Facebook ជួយជំរុញវីដេអូយើងបន្ថែមឲ្យកាន់តែមានអ្នកមើលកាន់តែច្រើនអញ្ចឹងណាបងប្អូនបាទនេះកន្លែងចំណុចនេះណាអញ្ចឹងបងប្អូនមើលតាមនឹងមកដោយ account របស់ខ្ញុំនេះបងប្អូនឃើញហើយគឺខ្ញុំបង្ហោះវីដេអូ reel ច្រើនជាងរូបភាពឃើញអត់ហើយវីដេអូ reel របស់ខ្ញុំគឺមានអ្នកមើលច្រើនវីដេអូខ្លីៗហ្នឹងណាអញ្ចឹងរូបភាពខ្ញុំអត់ដែលសូវបានបង្ហោះប៉ុន្មានទេបង្ហោះយូរមួយនេះបងប្អូនអាចឃើញបង្ហោះយូរមួយទេអញ្ចឹងទៅដើម្បីយើងធ្វើឲ្យ Facebook របស់យើងមានអ្នកមើលកាន់តែច្រើនបន្ថែមទៀតហើយ Facebook ជំរុញកាន់តែបន្ថែមទៀតគឺបងប្អូនចុចដូចខ្ញុំអញ្ចឹងទៅហើយបងប្អូនយកអាកន្លែងសញ្ញានេះកន្លែង profile យើងហើយមានសញ្ញា tick ពណ៌បៃតងហ្នឹងមកអូខេបងប្អូនចូលពាក្យកន្លែង update អូខេហើយបងប្អូនមើលកន្លែងក្រោមគេនេះទៅបាទឥឡូវខ្ញុំប្រាប់ម្ដងទៀតហ្នឹងហើយចូលកន្លែងនេះទៅគឺគេប្រាប់ហើយបើសិនជាបងប្អូនបង្ហោះរូបភាពមាន view ច្រើនជាងមានអ្នកមើលច្រើនជាងអាវីដេអូខ្លីនេះគឺ Facebook វានឹងប្រាប់យើងហើយអញ្ចឹងផ្សេងគ្នាអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនព្យាយាមបង្ហោះទៅហើយបងប្អូនចូលមើល account ខ្លួនឯងឬមួយក៏ page ខ្លួនឯងទៅនឹងឃើញដូចខ្ញុំហើយបើសិនជាគេឲ្យយើងបង្ហោះរូបភាពអញ្ចឹងបងប្អូនបង្ហោះរូបភាពទៅវានឹងរុញបន្ថែមហើយបើសិនជាគេឲ្យយើងបង្ហោះវីដេអូយើងបង្ហោះវីដេអូតាមគេទៅវានឹងរុញបន្ថែមអញ្ចឹងណាបងប្អូនបាទគឺគេប្រាប់នៅកន្លែងចំណុចនេះហើយអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាគិតថាវីដេអូមួយនេះមានប្រយោជន៍បងប្អូនកុំភ្លេចជួយ share ម្នាក់មួយផងណាអរគុណច្រើន